ចាជម្រាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាម្ដងទៀតចាថ្ងៃហ្នឹងខ្ញុំមកស្រាវចម្ងល់បងប្អូនខ្លះដែលគាត់បានស្គាល់ខ្ញុំកាលពីនៅរៀនណាចាកាលពីរៀនថ្នាក់បញ្ញាបត្រហើយគាត់ឆ្ងល់ថាខ្ញុំរៀនបានដល់ថ្នាក់បញ្ញាបត្រមិនក៏មកលក់ដូរលក់ខោអាវអីចឹងវិញចាថ្ងៃហ្នឹងខ្ញុំចង់ស្រាវចម្ងល់របស់គាត់ដោយសារអញ្ចេះកាលនៅរៀនហ្នឹងអឺចន្លោះចុងឆ្នាំ2017ចូល2018រៀនចឹងទៅនឹកឃើញថាចង់លក់ដូរបងចាចង់លក់ដូរហើយថ្ងៃមួយមានកំណត់ចង់លក់ខោអាវចាមានកំណត់ចង់លក់ខោអាវចឹងទៅមានពូម្នាក់មានពូហើយគាត់បងពូគាត់ក្មេងដែរចាមានបងម្នាក់គាត់អ្នកលក់ខោអាវចាអ្នកលក់ខោអាវជំនាន់ហ្នឹងខ្ញុំអត់សូវទាន់ចេះប្រើ Facebook អីច្បាស់ឡើយទេចាគាត់តែផុសអីលេងតាមគេចឹងទៅចាហើយគាត់ចង់ម៉ៅខោអាវហ្នឹងឲ្យខ្ញុំជួបគាត់ផ្ទាល់នៅក្រៅនៅផ្សារអីចឹងណាចាខោអាវរឿងស្អាតដែរគាត់ម៉ៅឲ្យធូរថ្លៃមែនតើចាគាត់ម៉ៅឲ្យខ្ញុំតែ50000ទេតែខោអាវច្រើនណាខោអាវច្រើនមែនតើមានខោមានរ៉ូបមានអាវម៉ូដអីចឹងចាខ្ញុំក៏នឹកឃើញយកមកលក់នៅផ្សារចាលក់នៅផ្សារបងមិនមែនលក់អនឡាញណាចាចង់យកមកលក់នៅផ្សារដល់ពេលចឹងថ្ងៃដំបូងបំផុតខ្ញុំអត់នឹកស្មានដល់ទេខោអាវលំមិនចិត្តទីគាត់ម៉ៅឲ្យបងដឹងមិនហីខ្ញុំម៉ៅតែ50000ទេណាខ្ញុំលក់បានមួយព្រឹកហ្នឹង400,000បងជឿអត់បងច្បាស់ជាជឿទេហើយកាលហ្នឹងខ្ញុំរៀនចិត្តជាប់ហើយឆ្នាំ2017ចុងឆ្នាំចូល2018ហ្នឹងខ្ញុំរៀនចិត្តជាប់ហើយដល់ពេលអញ្ចឹងថ្ងៃតនេខ្ញុំលក់ខោអាវនឹកឃើញលក់ហ្មងបងចង់លក់ហ្មងសិបថ្ងៃដំបូងម៉ៅគេហ្នឹងអស់តែ50000លក់បាន400,000ហើយកៅអៅច្រើនកៅអៅអត់តន់អស់ទៀតចាហើយអីវ៉ាន់ហ្នឹងគាត់ដឹកឲ្យដល់ផ្ទះទៀតចាគាត់ដឹកឲ្យដល់ផ្ទះទៀតនិយាយតែវាច្រើនហើយលក់និយាយទៅគ្រាន់តែថ្ងៃចាប់ផ្ដើមដំបូងខ្ញុំមិននឹកស្មានថាខ្ញុំលក់អីវ៉ាន់ខោអាវដាច់ដល់ថ្នាក់ហ្នឹងទេហើយអីវ៉ាន់ហ្នឹងខោអាវក្បាលគៀបវាចាមានអីវ៉ាន់ថ្មីទេប៉ុន្តែរឿងស្អាតដែររឿងតំណងដែរលក់ធូរថ្លៃបងអើយមនុស្សរងនឹងចិត្តឆឹងខ្ញុំមិននឹកស្មានថាដើម50000ខ្ញុំលក់បាន400,000ទេបងប្អូនទាំងអស់គ្នាច្បាស់ជាជឿខ្ញុំហើយប៉ុន្តែបបិសោតខ្ញុំមែនតាំងពីនោះមកខ្ញុំមានដើមរស់ស៊ីរហូតចាចាប់ផ្ដើមចង់រស់ស៊ីមករហូតដល់សប្តាហ៍ថ្ងៃនេះចារភ្លេចបាយលុចទឹកលងឈឺចាចន្លោះឆ្នាំ2018 19ហ្នឹងខ្ញុំឈឺខានលក់មួយឆ្នាំបងកាពះពវៀនព្រោះយើងញ៉ាំបាយទៀនទាត់ហើយកាលហ្នឹងបងខ្ញុំនៅឡង្គឺកាលហ្នឹងខ្ញុំមានដើមខ្លះគាត់ឃើញគេលក់កាបូបថ្មីតែគាត់ឲ្យខ្ញុំឡើងទៅឡង្គឺទៅធ្វើអាកាសអីចូលសាថៃកាលហ្នឹងចាចន្លោះឆ្នាំហ្នឹងឯងប៉ុន្តែពេលដែលខ្ញុំតនេអត់រៀនណាចាថ្ងៃសៅរ៍អាទិត្យអីចឹងទៅបងឡើងទៅទិញកាបូបផ្សំលុយបានទៀតទៅទិញកាបូបនឹងមកលក់ទៀតកាបូបថ្មីចាយកកាបូបនឹងមកលក់ទៀតតែដំបងយើងមានដើមតិចចឹងយើងយកមកតិចសិនឯងដាក់លាយជាមួយខោអាវបងនៅទៅលក់ដាច់ទៀតតាំងពីហ្នឹងមកខ្ញុំចង់លក់ខោអាវចង់លក់របស់អីនៅផ្សាររហូតមកដល់សប្តាហ៍នេះចាតាំងពីហ្នឹងមករឿងការងារអីខ្ញុំអត់សូវចាប់អារម្មណ៍ទេចាប់អារម្មណ៍រឿងរស់ស៊ីវិញចាតាមបទពិសោធន៍ខ្ញុំចា50000ណាបងខ្ញុំប្របែកលុយបានមួយទឹកខ្ញុំប្របែកលុយបានដើម1លានរៀលមួយទឹកហ៎បងចាអាហ្នឹងយើងស៊ីចាយអីចំណាយណេះនោះជិះឡានទីអីទៅផ្សារថៃទៅប៉ោយប៉ែតអីចាបងហាក់បីដូចជឿចាតែ50000ណាខ្ញុំលក់ដាច់ផ្សំដើមបាន1លានទៅ2លានហើយទិញបានតូបទៀតចាតាំងពីហ្នឹងមកខ្ញុំមិនចង់ធ្វើការទេចង់រស់ស៊ីប៉ុន្តែការរស់ស៊ីនេះវាត្រូវនឹងមុខជំនាញដែលខ្ញុំបានរៀនតាបងមិនអត់ត្រូវទេការដែលខ្ញុំរៀនហ្នឹង Banking and Finance ខាងធនាគារនិងហិរញ្ញវត្ថុហើយនៅក្នុងហ្នឹង
វាមានមេរៀន marketing នៅក្នុងនោះដែរអញ្ចឹងខ្ញុំគិតថាពេលដែលខ្ញុំរៀនជាប់ដែលខ្ញុំកំពុងតែរកស៊ីនេះគឺត្រូវជំនាញខ្ញុំរៀនហើយចាព្រោះនៅក្នុងហ្នឹងមានមេរៀន marketing ដែរចាបងតាំងពីហ្នឹងមកខ្ញុំចូលចិត្តលក់ដូររហូតដល់សប្តាហ៍ថ្ងៃនេះចារឿងហ្នឹងវាអញ្ចឹងហ៎បងរឿងហ្នឹងវាអញ្ចឹងបងក៏ឆ្ងល់ថាខ្ញុំរៀនបញ្ញាបត្រមិនរកការងារធ្វើអញ្ចឹងណាចាឥឡូវខ្ញុំស្រាយចងល់ទៅបងហើយរឿងរ៉ាវគឺវាបែបហ្នឹងចាអ្វីដែលបងឆ្ងល់គឺខ្ញុំរៀបរាប់ហើយចាបងក៏ឆ្ងល់ហើយអ្នកខ្លះក៏ឆ្ងល់ដែរដែលគាត់បានស្គាល់ខ្ញុំចាឥឡូវខ្ញុំរៀបរាប់ហើយចា50000ហ្នឹងដើមឡើយលុយហ្នឹងលុយដូចពុកម្ដាយយើងឲ្យទៅរៀនអីទៅអញ្ចឹងទៅយើងផ្សំទុកណាចាផ្សំឲ្យហ៊ានចាយកាលហ្នឹងអត់មែនតើណាបងអត់មានលុយចាយទៅរៀនអីទេពេលគាត់ឲ្យលុយចាក់សាំងទៅរៀនអញ្ចឹងទៅយើងផ្សំទុកហ៎បងចាដល់ពេលអញ្ចឹងនឹកឃើញថ្ងៃមួយហ្នឹងចង់លក់ដូរលក់អីទៅរឿងរ៉ាវវាក៏អញ្ចឹងទៅបទពិសោធន៍របស់ខ្ញុំគឺបែបហ្នឹងហ៎បងចាអរគុណច្រើនអញ្ចឹងបងចង់ដឹងពីបទពិសោធន៍ខ្ញុំផ្សេងទៀតចាំខ្ញុំប្រាប់នៅវីដេអូក្រោយណាអរគុណបង